ពីយកពីថ្ងៃអត់បានគេងទេម្លងពេលដែលហោះហើរទៅកូរ៉េសម្រាប់កូរ៉េទៅសារហ្នឹងគឺជាលើកទី2អាកាសធាតុវិញគឺត្រជាក់ខ្លាំងមែនទែនសម្រាប់ខែហ្នឹងណាហើយយើងទៅដល់គឺផ្លូវដែរហើយអត់តាមបាន check in អូតែទេដោយសារតែនៅកូរ៉េគេ check in ម៉ោង2កន្លះអញ្ចឹងយើងមកដល់នៅសល់ម៉ោងឃ្លានដែរអញ្ចឹងយើងមកញ៉ាំសាច់អាំងគូផ្សំនៅអាកាសធាតុត្រជាក់អញ្ចឹងញ៉ាំសាច់អាំងទៅជាតិមែនទែនសាច់អាំងនៅកូរ៉េអត់អាចប្រៀបធៀបបានទេនៅស្រុកខ្មែរអត់អាចមានកន្លែងណាប្រៀបបានណានិយាយថារសជាតិដើមរបស់គេទាំងអស់ everything តាំងពី kimchi សាឡាត់ស្រួយនិងគ្រឿងផ្សំវានៅកូរ៉េយើងញ៉ាំសាច់អាំងឯងប៉ុន្តែក៏មើលចានពេញតុហ្មងដោយសារអីវាចូលចិត្តមានអាកាជិកកញ្ចុកតិចហ្នឹងណាតែឆ្ងាញ់ណាស់អ្នកទាំងអស់គ្នាគ្រប់មុខចឹងមិនឆ្ងាញ់បើសិនជាញ៉ាំមួយខ្វះមួយក៏អត់ឆ្ងាញ់ដែរសម្រាប់សាច់អាំងកូរ៉េក៏ពិតអត់សូវជ្រុះបីជាន់នៅស្រុកយើងវិញគឺយើងបើយើងទិញធ្វើញ៉ាំខ្លួនឯងក៏អស់តែប៉ុន្តែបើសិនជាយើងទៅញ៉ាំកូរ៉េអស់ច្រើនណាស់ប៉ុន្តែរសជាតិខុសគ្នាពេលដែលញ៉ាំនៅកូរ៉េគឺឆ្ងាញ់មែនតើតែពេលនៅស្រុកយើងគឺយើងញ៉ាំមិនដឹងថាមកពីអាកាសធាតុឬក៏បាច់មិនទេណាញ៉ាំអត់សូវឆ្ងាញ់ទេអត់សូវជក់ចិត្តទេពេលយើងញ៉ាំឆាប់តលន់សូវជ្រុះបីជាន់ញ៉ាំយ៉ាងច្រើនម្នាក់ឯងមួយខាំអីញ៉ាំអត់ចង់អស់ទេតលន់យកហ្មងតែពេលទៅដល់កូរ៉េជា buffet ចេះខ្ញុំចូលគឺ buffet យើងអាចញ៉ាំជាបាយយើងអាចញ៉ាំជាស៊ុបផងហើយសាច់អាំងផងហើយ kimchi មាន ice cream និយាយទៅមានច្រើនសម្រាប់ទេសរបស់កូរ៉េម្ហូបរបស់កូរ៉េហ្នឹងសម្រាប់ហាង buffet ដែលខ្ញុំចូលញ៉ាំហ្នឹងអត់ថ្លៃទេហើយមានច្រើនមុខឲ្យយើងរើសយើងអាចញ៉ាំតែសាច់មួយមុខធ្វើយើងតលន់បានទេហើយតម្លៃរបស់វាម្នាក់ដូចជា$10តែយើងអាចញ៉ាំបានគ្រប់មុខអានេះខ្ញុំ check in អូតែផឹកឡើងមុនពេលទៅធ្វើការត្រូវញ៉ាំបាយពេលផឹកទាំងអស់គ្នាត្រជាក់មើលអត់ខ្ញុំពេលអាវ3ជាន់ណាហើយត្រជាក់មែនតើត្មងនេះខ្ញុំចេញធ្វើការមកវិញក៏បានឆ្លៀតដើរលេងនៅក្នុងវាំងរបស់កូរ៉េក៏ប៉ុន្តែមិនលើកទី1ខ្ញុំទៅលេងនៅវាំងហ្នឹងពេលលើកទី2របស់ខ្ញុំដែរប៉ុន្តែឲ្យតែយើងទៅហ្នឹងយើងត្រូវតែឆ្លៀតទៅលេងវាំងអាកាសធាតុសម្រាប់ថ្ងៃទី2នេះគឺត្រជាក់មែនតើខ្ញុំដោយសារខ្ញុំទៅរយៈពេលខ្លីដែរត្រឹមតែ1សប្តាហ៍អញ្ចឹងខ្ញុំអត់បានត្រៀមអាវល្ងាទៅច្រើនទេខ្ញុំមានតែមួយសម្រាប់នៅលើខ្លួននឹងឯងប៉ុន្តែកៅខាងក្នុងដៃវែងហ្នឹងគឺខ្ញុំយកទៅច្រើនអញ្ចឹងថ្ងៃនេះខ្ញុំពាក់អាវទាំងអស់4ជាន់មិនទុកត្រជាក់បានដោយសារខ្ញុំអត់ចូលចិត្តត្រជាក់ទេដោយសារតែថ្ងៃនេះជាថ្ងៃបុណ្យនៅកូរ៉េអញ្ចឹងខ្ញុំអត់ធ្វើការទេខ្ញុំក៏បានមកមើលការសម្ដែងសូនៅខាងប្រទេសកូរ៉េហ្នឹងណាទាំងអស់គ្នានិយាយទៅឧបសង្ហាមែនតើគេដើរជាក្បួនតបឲ្យយើងមើលនិយាយទៅឲ្យតែថ្ងៃសៅរ៍អាទិត្យគឺគេលេងសូនហ្នឹងហើយប៉ុន្តែថ្ងៃខ្លះបើមិនមែនជាថ្ងៃ special ទេគឺគេត្រូវឆាតលុយយើងអញ្ចឹងប៉ុន្តែបើសិនជាចង់ថ្ងៃបុណ្យអាហ្នឹងយើងអត់ត្រូវអស់លុយទេយើងចូលមើល free ប៉ុន្តែមនុស្សច្រើនណាស់តែការសម្ដែងហ្នឹងដូចជាអត់មានអីច្រើនទេគ្រាន់តែចង់ប្រាប់ថាមុនពេលគេចេញទៅធ្វើសង្គ្រាមមេតបគេត្រូវឆែកទៅលើកងទ័ពនិយាយថាយើងមានអីគ្រប់គ្រាន់ហើយនៅសម្លៀកបំពាក់ស្លៀកបានត្រឹមត្រូវនៅអាវុធទាំងអស់យកទៅជាប់លាប់ហើយអត់អញ្ចឹងទៅគេត្រូវតែឆែកអញ្ចឹងហើយមុនគេចេញប្រយុទ្ធអ្នកទាំងអស់គ្នាមានអីលុយដែរតែឧបាយយើងសង្ហាមែនតើហើយខ្ញុំក៏ចូលមើលគេតាំងពីដើមដល់ចប់ផងដែរខ្ញុំចេញពីក្នុងនៅខាងក្រោយវាំងខ្ញុំឃើញមនុស្សនៅក្នុងប្រអប់ហ្នឹងទាំងអស់គ្នាស្មានតែមានមនុស្សតែមនុស្សនៅក្នុងហ្នឹងតែមន្ត្រីចរាចរណ៍ទេចាពីតអមួយទៀតខ្ញុំទាំងអស់គ្នាទៅមើលគ្រឿងអលង្ការវត្ថុបុរាណមកពីគ្រប់ប្រទេសដែលយកតាំងពីពណ៌នៅកន្លែង center មួយហើយនឹងមានគីឡូធំមែនតើបែបបត់រចនាពីដើម